ទឹកចិត្តឪពុកម្ដាយដែលជាអ្នកស្រឡាញ់បាល់ទាត់ថ្ងៃនេះមកមើលកូនលើកទឹកចិត្តកូនឃើញកូនលេងមិនសូវល្អបាក់ទឹកចិត្តលើកទឹកចិត្តឲ្យកូនថ្ងៃនេះនេះភ្លើសូវបានបាល់លេងទៅបងប្អូនអរគ្នាដោយសារឃើញផុស Facebook គេថាលេងល្អមែនទេគេដាក់បិទតាមចាប់បងប្អូនទេបាទតាមចាប់គេបានបាល់លេងទេហើយខ្លួនទួយផងអូនតាមចាប់រហូតអញ្ចឹងគ្នាបានបាល់លេងបងប្អូនអើយបាទទៅណាទៅនឹងជ្រើបានបាល់លេងតិចណាបាទគេតាមបិទរហូតអញ្ចឹងអត់សូវបានបាល់លេងទេរយំផងអីផងណាត់កូនងបើសារទួយបានបាល់លេងតិចទេបងប្អូនអរគ្នាបាទនេះគេតាមចាប់រហូតបងមើលបាទពលតង់ទៅ2ដូរទៅខាងឆ្វេងម្ដងអូនលេខ31នោះតាមបិទតាមចាប់មនុស្សទៀតបាទរត់មកខាងស្ដាំវិញខាងស្ដាំអូន27ចាប់ទៀតមានបានបាល់លេងទេបងប្អូនបាទប៉ុន្តែបាទទីបំផុតនេះភ្លើងនឹងមានអាកាសបាទបងប្អូនណាដាច់មកបាទសុទ្ធអត់ចូលឆ្កឹះមកអត់បានទៀតបាទផុតដៃដល់អ្នកចាំទីទៅប៉ះនឹងហ្វូតូទៀតចេះសំណាងមានអូនមើលកាលីបបាទសុទ្ធចូលមកគ្រាប់បាត់សម្លេងស្រែកហូរសបាយមែនតើជាពិសេសខ្ញុំជាឪពុករំភើបខ្លាំងមែនតើអីចាញ់គេមួយហើយបាទឥឡូវបន្ទុកមួយស្មាស់ហើយឥឡូវនេះភ្លេចបិទនេះភ្លើងបាទភ្លេចបិទនេះភ្លើងម៉ាំងខ្វល់បាទសុទ្ធចូលបាទឥឡូវ2ទល់នឹង1ហើយបាទគឺថាខ្ញុំជាឪពុកគឺថាសប្បាយចិត្តមែនតើមានកម្លាំងមកឆ្កឹះមកបាល់ទៀតមកផ្លោងមកប៉ះអូនកាលីបសុទ្ធមករៀលចូល3ទល់នឹង1បាទទទួលបានជ័យជំនះថ្ងៃនេះគឺថាអូអេមែនតើឈ្នះបន្ទុក4ទល់នឹង1បងប្អូនអរគ្នាឲ្យមើលចុះបាទខ្ញុំស្រឡាញ់មែនតើដោយសារស្រឡាញ់បាល់ឲ្យកូនលេងល្អជាគាំទ្រកូនហើយរងៃបារម្ភខ្លាចឲ្យកូននឹងកាយសម្បទាមិនរឹងមាំខំរកអាហារអំប៉ននេះអាហារអំប៉ននោះដើម្បីឲ្យកូនញ៉ាំឲ្យកូនឆាប់ធំហើយនេះបងប្អូនអរគ្នាឃើញខ្ញុំកាន់នេះគឺជាផលិតផលបាទសម្រាប់កុមារតូចដែលគាត់ចង់លូតកម្ពស់បាទនេះគឺជាជំនួយវីតាមីនចម្រុះរបស់កុមារមកពីសហរដ្ឋអាមេរិក Mark Crickland Signature Crickland Signature នេះគឺថាមានវីតាមីននិងសារធាតុរ៉ែសំខាន់ជឿនមួយមុខដែលមានរសជាតិផ្លែប៉ោមរសជាតិទឹកក្រូច Cherry បាទជួយគ្រប់គ្រងដល់ការលូតលាស់ផ្នែករាងកាយជំនួយខួរក្បាលឲ្យមានភាពឆ្លាតវៃជំនួយការចងចាំបន្ថែមសមត្ថភាពនិងប្រព័ន្ធភាពស៊ាំរបស់កុមារជួយឲ្យកុមារញ៉ាំបាយបានបាទវីតាមីននិងរ៉ែចម្រុះគ្រប់មុខរបស់ចាហួយនេះគឺថាជួយបំពេញភាពខ្វះខាតនៅសារធាតុរ៉ែនិងវីតាមីនដែលកូនយើងញ៉ាំមិនបានគ្រប់គ្រាន់បាទជំនួយការលូតលាស់កម្ពស់និងឆ្អឹងរឹងមាំហើយរបៀបប្រើបងប្អូនគ្នាគឺងាយទេគឺថាចំពោះកុមារចាប់ពីអាយុ2ឆ្នាំឡើងទៅបើកុមារអាយុពី3ឆ្នាំគឺថាញ៉ាំមួយថ្ងៃមួយគ្រាប់បាទពេលណាក៏បានហើយក្មេងពី3ឆ្នាំឡើងទៅបាទញ៉ាំមួយថ្ងៃ2គ្រាប់ពេលណាក៏បានហើយមួយដបនេះមានចំហុយរហូតដល់150គ្រាប់ហើយផលិតផលនេះគឺថាមកពីសហរដ្ឋអាមេរិកនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana US Products Import និង Export ជាចុងក្រោយបាទខ្ញុំសង្ឃឹមយ៉ាងមុតមមថាកូនខ្ញុំនឹងមានកាយសម្បទារឹងមាំឆ្លាតហើយលេងបាល់កាន់តែល្អជាងមុនអនាគតបានក្លាយជាកីឡាករអាជីពផងដែរបាទសូមស្វាគមន៍ការមកជាផលិតផលនិងទំនិញនៅ Julie Mart មានលក់ទំនិញគ្រប់មុខដែលជាតម្រូវការរបស់បងប្អូនមានផលិតផលមកពីប្រទេសអូស្ត្រាលីអាមេរិកបារាំងជប៉ុនកូរ៉េថៃសុទ្ធហើយក៏មានទំនិញក្នុងស្រុកផងដែរជាពិសេសនោះគឺផលិតផលចាហួយវីតាមីនចម្រុះរបស់ក្រុមហ៊ុន Crickland ដែលនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana Julie Mart ធានាគុណភាពនិងតម្លៃទីតាំងងាយស្រួលរកស្ថិតនៅលើផ្លូវ115ភូមិខ្ពកវែងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 565 949 010 565 និង949ខ្ញុំបាទជាសំណាងជម្រាបសួរបងប្អូនទាំងអស់គ្នាក្នុងនាមជាឪពុកខ្ញុំដឹងពីកង្វល់និងបញ្ហារបស់ខ្ញុំឪពុកម្ដាយទាំងអស់ក៏មានបញ្ហាកង្វល់ដូចខ្ញុំដែរគឺបារម្ភពីការលូតលាស់របស់កូនទាំងឆ្អឹងខួរក្បាលភ្នែកនិងកម្ពស់ទាំងអស់នេះគឺមាននៅក្នុងបន្លែផ្លែឈើប៉ុន្តែបើកូនមិនព្រមនឹងញ៉ាំរបស់ទាំងអស់នេះទេវាជាផលវិបាកសម្រាប់យើងប៉ុន្តែយើងត្រូវរកដំណោះស្រាយគឺត្រូវរកនៅផលិតផលជំនួយគឺជាផលិតផលវីតាមីនហើយយើងក៏ត្រូវជ្រើសរើសផលិតផលវីតាមីនណាដែលផ្ដល់ដល់សុខភាពរបស់កូនយើងផងដែរថ្ងៃនេះខ្ញុំសូមណែនាំមាតាបិតាទាំងអស់ឲ្យប្រើចំហុយវីតាមីនចម្រុះកុមាររបស់ក្រុមហ៊ុន Crickland នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana ផ្ដល់វីតាមីននិងសារធាតុរ៉ែសំខាន់ជាង11មុខដែលមានរសជាតិផ្លែប៉ោមទឹកក្រូច Cherry ជួយគ្រប់គ្រងដល់ការលូតលាស់ផ្នែករាងកាយនិងជំនួយខួរក្បាលឲ្យមានភាពវៃឆ្លាតជួយឲ្យបំពេញនៅជីវជាតិដែលកុមារខ្វះខាតនិងទទួលបានមិនគ្រប់គ្រាន់នៅពេលដែលគាត់ញ៉ាំអាហារល្អណាស់សម្រាប់ក្មេងដែលមិនចូលចិត្តញ៉ាំបន្លែផ្លែឈើផលិតចេញពីផ្លែឈើគ្រប់មុខគ្មានបន្ថែមមេស្ករគ្មានស្កររោយពីលើផ្ដោតសំខាន់លើសុខភាពកុមារកម្ពុជា
ដើម្បីកុំឲ្យមានហានិភ័យជំងឺទឹកនោមផ្អែមទៅអនាគតប្រើបានចំពោះកុមារចាប់ពីអាយុ2ឆ្នាំឡើងទៅมันអាចជួយឲ្យកុមារឡើងគីឡូលឿនខុសធម្មតាកុមារមានលក្ខណៈហើមធាត់មិនមែនកុមារមានសុខភាពល្អទេมันមានជាតិស្តេរ៉ុយនិងប្រេតនីសូនដែលធ្វើឲ្យឡើងគីឡូលឿនខុសធម្មតាក្រុមហ៊ុនមិនទទួលខុសត្រូវនៅផលិតផលដែលគ្មានតែបិទបញ្ជាក់ពីក្រុមហ៊ុនឡើយសូមបងប្អូនជ្រើសរើសជាវីតាមីនឲ្យកូនជាទីស្រឡាញ់ដោយប្រុងប្រយ័ត្នមានលក់នៅក្នុងទីស្នាក់ការបណ្ដាញចែកចាយគ្រប់ខេត្តក្រុងដែលមានតែបិទពីក្រុមហ៊ុនផលិតផលមកពីសហរដ្ឋអាមេរិកនាំចូលដាច់មុខដោយក្រុមហ៊ុន Advitana US Product Import Export Co Ltd តែបានឆ្លងកាត់ការអនុញ្ញាតពីក្រសួងសុខាភិបាលប្រយ័ត្នប៉ះចំផលិតផលคล้ายៗដែលគ្មានបិទបញ្ជាក់នៅលើកំប៉ុងទំនាក់ទំនងមកកាន់ Facebook Page និងដំណើរចែកចាយទូទាំង25ខេត្តក្រុងឬតាមលេខទូរស័ព្ទឬក៏ Telegram 096 944 36 36និង012 225និង016នាំជាប់ដាច់មុខដោយក្រុមហ៊ុន Advitana US Product Co Ltd ជំរាបសួរនាងខ្ញុំប៉ាភួងថ្ងៃនេះដែរនាងខ្ញុំមានប្រធានបទមួយដែលតាក់ទងពីសុខភាពរបស់កុមារចាឥឡូវនេះគឺនាងខ្ញុំបានមកជួបលោកវិជ្ជបណ្ឌិតដែលគាត់ជំនាញខាងកុមារតែម្ដងចាជំរាបសួរលោកគ្រូបានជំរាបសួរចាចំពោះនាងខ្ញុំបានជួបលោកគ្រូជាច្រើនដងហើយក៏ប៉ុន្តែមេដាបៃតាក៏ដូចជាអាណាព្យាបាលផ្សេងៗក៏អត់ទាន់បានស្គាល់លោកគ្រូច្បាស់ទេអញ្ចឹងថ្ងៃនេះនាងខ្ញុំចង់ឲ្យលោកគ្រូជួយណែនាំខ្លួនបន្ថែមទៀតបាទជំរាបសួរខ្ញុំបាទឈ្មោះកុងវិទ្រិនជាវិជ្ជបណ្ឌិតផ្នែកកុមារនិងទារកដែលបម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលនិងសម្ភពចាត់មុខចាអរគុណលោកគ្រូហើយមួយរយៈនេះតើលោកគ្រូសុខសប្បាយទេហើយមិនមាននឹកខ្លាំងអត់បាទសុខសប្បាយហើយមួយរយៈចុងក្រោយនេះគឺមានភាពមមាញឹកគ្រាន់បើដែរដោយហេតុថាពុកដាយណាព្យាបាលរបស់ក្មេងៗកុមារហ្នឹងគាត់មានការយល់ដឹងអំពីសុខភាពកុមារច្រើនតែគាត់តែនាំកូនរបស់គាត់មក check up សុខភាពជាប្រចាំហើយក៏មានញឹកចំពោះក្មេងៗដែលគាត់មានបញ្ហាសុខភាពដែលត្រូវការមកពីគ្រូឬក៏ទទួលការព្យាបាលនៅ clinic របស់យើងចាចំពោះនាងខ្ញុំក៏ដូចជាឪពុកម្ដាយជាច្រើនរូបគឺគាត់ចង់ដឹងមែនទែនពីបញ្ហាសុខភាពរបស់កុមារចាក្នុងការលូតលាស់ជាពិសេសនោះគឺពាក់ព័ន្ធជាមួយនឹងវីតាមីនក៏ដូចជាសារធាតុរ៉ែអញ្ចឹងនាងខ្ញុំចង់ដឹងថាវីតាមីនគឺជាអ្វីដែរលោកគ្រូបាទអរគុណវីតាមីនគឺជាម៉ូលេគុលសរីរាង្គដែលមានតួនាទីយ៉ាងសំខាន់ចូលរួមក្នុងការធ្វើ metabolic ចូលរួមក្នុងការលូតលាស់សាររាង្គកាយកុមារក៏ដូចជាចូលរួមក្នុងការប្រព័ន្ធភាពស៊ាំការការពាររាងកាយរបស់កូនហើយនឹងមួយវិញទៀតនោះគឺធ្វើឲ្យមានសុខភាពល្អដែរចាលោកគ្រូក្នុងការកង្វះវីតាមីនក៏ដូចជាសារធាតុរ៉ែហ្នឹងតើវាប៉ះពាល់អ្វីខ្លះដល់កុមារលោកគ្រូបាទអរគុណច្រើនសម្រាប់ចំនួននេះដោយពេលដែលកុមារគាត់មានបញ្ហាខ្វះវីតាមីននិងសារធាតុរ៉ែគឺធ្វើឲ្យកុមារហ្នឹងមានរោគសញ្ញានិងផលប៉ះពាល់ផ្សេងទៅតាមវីតាមីនដែលគាត់ខ្វះហ្នឹងឯងហើយបើសិនជាយើងក៏លេខមើលជារួមសម្រាប់កុមារដែលមានបញ្ហាខ្វះវីតាមីនគាត់ពិចារណាមានការយឺតយ៉ាវក្នុងការលូតលាស់រាងកាយរបស់គាត់ដូចជាកម្ពស់គីឡូនិងស្មារតីរបស់គាត់នឹងជាឯងហើយពិសេសមួយទៀតនោះគឺប្រព័ន្ធភាពស៊ាំរបស់គាត់រីកខ្សោយជាងក្មេងដទៃដែលងាយនឹងឆ្លងជំងឺឬក៏មានជំងឺផ្សេងដែលហេតុអញ្ចឹងខ្ញុំសូមលើកឧទាហរណ៍មួយចំនួនអំពីវីតាមីនឲ្យជូនបងចាស់គឺទី1ដូចជាយើងក៏លេខមើលទៅមើលវីតាមីន A ឬក៏វីតាមីន A ហ្នឹងឯងតែនៅពេលដែលកុមារគាត់ខ្វះវីតាមីនហ្នឹងទៅធ្វើឲ្យកុមារមានបញ្ហាជំងឺខ្វះមាត់ដែលអាចមើលឃើញច្បាស់ពេលយប់ទេហើយបើយើងក៏លេខទៅមើលវីតាមីន B វិញគឺមានច្រើននៅហ្នឹងហើយនៅពេលដែលកុមារដែលខ្វះវីតាមីន B ធ្វើឲ្យកុមារគាត់រាងកាយរបស់គាត់ខ្សោយមិនសូវមានកម្លាំងកាហាយទេហើយកម្លាំងសាច់ដុំរបស់គាត់ក៏ខ្សោយតាមហ្នឹងដែរបាទហើយចំណែកឯប្រភេទវីតាមីន C ដូចបងទាំងស្រាប់អញ្ចឹងថាវាជំនួយក្នុងការស្បែកនិងប្រព័ន្ធភាពស៊ាំជាដើមនៅឡែកវិញចំពោះវីតាមីន D គឺចូលរួមក្នុងការលូតលាស់ឆ្អឹងហើយបើសិនជាកុមារគាត់ខ្វះវីតាមីន D ធ្វើឲ្យកុមារនឹងមានជំងឺក្រេះក្រិននិងមានជំងឺពុកឆ្អឹងចាលោកគ្រូអញ្ចឹងមូលហេតុអ្វីដែលធ្វើឲ្យកុមារហ្នឹងគាត់មានបញ្ហាខ្វះវីតាមីនក៏ដូចជាសារធាតុរ៉ែហ្នឹងចុះបើសិនជាតាមបទពិសោធន៍របស់លោកគ្រូតើលោកគ្រូសង្កេតឃើញកុមារបែបណាដែលគាត់ប្រឈមមុខក្នុងការខ្វះវីតាមីននិងសារធាតុរ៉ែហ្នឹងលោកគ្រូបាទចំពោះមូលហេតុចម្បងនៃការខ្វះវីតាមីននោះគឺទី1ការបរិភោគមិនគ្រប់គ្រាន់ហើយទី2ការបរិភោគអាហារដែលមិនមានតុល្យភាពទី3គឺការបឺតស្រូបពីបានការបឺតស្រូបរបស់ប្រព័ន្ធរំលាយអាហាររបស់យើង
ហើយចំណាយដោយឡែកផ្សេងនោះគឺការមានជំងឺធ្ងន់ធ្ងរណាមួយដែលជាទៅជាមូលហេតុចម្បងរបស់ការខ្វះវីតាមីនហ្នឹងឯង ចា៎ ហើយចំពោះបទពិសោធន៍របស់ខ្ញុំដែលធ្លាប់ជួបពីមុនមកកុមារដែលប្រឈមមុខនឹងការកង្វះវីតាមីននេះគឺភាគច្រើនកើតទៅលើកុមារដែលមានការរើសចំណីច្រើនតែគាត់មិនសូវចូលចិត្តញ៉ាំបន្លែផ្លែឈើឬក៏គាត់ចូលចិត្តញ៉ាំអីតែមួយមុខសាច់សុទ្ធអញ្ចឹងណាហើយចំពោះកុមារដែលគាត់ចូលចិត្តបរិភោគប្រភេទដូចជា fast food ដែលធ្វើឲ្យរបបអាហាររបស់គាត់ហ្នឹងมันមានតុល្យភាពល្អទេ ចា៎ ចឹងជាសិទ្ធិជាប្រភពនៃការធ្វើឲ្យគាត់នឹងខ្វះវីតាមីនហ្នឹងឯង ចាលោកគ្រូបញ្ហាចំពោះកុមាររាល់ថ្ងៃនេះបើតាមនាងខ្ញុំដឹងគឺឪពុកម្ដាយគាត់កំពុងតែប្រឈមមុខក្នុងការដែលកុមាររើអាហារខ្លាំងមែនទែនអញ្ចឹងតើយើងគួរតែមានដំណោះស្រាយបែបណាជូនដល់ពួកគាត់លោកគ្រូ បាទហ្នឹងហើយមុននឹងដល់ដំណោះស្រាយខ្ញុំសូមបញ្យល់ខ្លះដោយហេតុថាវីតាមីនរបស់យើងហ្នឹងគឺខ្លួនប្រាណរបស់យើងអាចបង្កើតឬក៏ಸಂយោគដោយខ្លួនឯងបានទេពលគឺត្រូវការញ៉ាំចូលជាប្រចាំនៅអាហារដែលមានវីតាមីនហ្នឹងឯង ចា៎ ហើយចំពោះដំណោះស្រាយនោះគឺយើងត្រូវបន្ថែមអាហារឲ្យបានគ្រប់គ្រាន់និងត្រូវការញ៉ាំរបបអាហារដែលមានតុល្យភាពល្អជាពិសេសនោះគឺត្រូវការបន្ថែមជាប្រចាំនៅវីតាមីនគ្រប់មុខដោយការលេបឬក៏ការចាក់ហ្នឹងឯងជាបទពិសោធន៍របស់ខ្ញុំសូមណែនាំនៅប្រភេទចំហួយវីតាមីនគ្រប់មុខមួយរបស់ក្រុមហ៊ុន Catland ដែលជាចំហួយវីតាមីនដែលមានវីតាមីននិងសារជាតិរ៉ែគ្រប់មុខដើម្បីជួយទៅដល់ការលូតលាស់របស់កុមារហើយម្យ៉ាងមួយទៀតគឺវីតាមីននេះផងដែរក៏គាត់ដំឡើងនៅកម្រិតជាតិវីតាមីន A B C D ដែលជួយទៅដល់ការលូតលាស់របស់កូនក្មេងដែលជួយទៅដល់ការមើលឃើញដែលជួយដល់ប្រព័ន្ធភាពស៊ាំហើយជាពិសេសមួយទៀតនោះគឺចំហួយនេះដែរគឺជាចំហួយដែលមានរសជាតិឆ្ងាញ់និងធ្វើឲ្យកុមារញ៉ាំបានជាប្រចាំអត់ចិត្តណាយ ចាលោកគ្រូលោកគ្រូចំហួយវីតាមីននេះតើកុមារគាត់ចាប់ពីអាយុប្រមាណដែលគាត់អាចទទួលទានបាន បាទចំហួយវីតាមីនគ្រប់មុខនេះគឺអាចកុមារមានអាយុចាប់ពី2ឆ្នាំដល់14ឆ្នាំអាចញ៉ាំបានហើយមួយវិញទៀតគឺជាផលិតផលនាំចូលពីសហរដ្ឋអាមេរិកផងដែរ ចានេះខ្ញុំអរគុណលោកគ្រូមែនតើក្នុងការបកស្រាយយ៉ាងក្បោះក្បាយហើយនៅចុងក្រោយនេះតើលោកគ្រូមានពាក្យពេចន៍អ្វីផ្ដាំទៅឪពុកម្ដាយគ្រប់រូបដែលកូនគាត់កំពុងតែរើសចំណីអាហារចា បាទហ្នឹងហើយក្នុងនាមខ្ញុំជាប្រចាំជនមួយរូបដែលដោយសង្កេតឃើញថាឃើញមានការលក់ផលិតផលពាក់ព័ន្ធជាមួយនឹងសុខភាពជាច្រើននៅតាមទីផ្សារអនឡាញដែលយើងមិនដឹងប្រភពច្បាស់លាស់ដែលជាហេតុធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពសំណុំពរឲ្យប្រជាពលរដ្ឋយើងរកទិញទំនិញដែលមានប្រភពច្បាស់លាស់និងបានឆ្លងកាត់ពីក្រសួងសុខាភិបាលដែលមានដាក់តាំងលក់នៅតាមហាងទីផ្សារទំនើបឱសថស្ថាននិង clinic ដែលគាត់មានការទុកដាក់ត្រឹមត្រូវជាផលិតផលសុទ្ធល្អរបស់ក្រុមហ៊ុនជៀសវាងការទិញនៅផលិតផលដែលคล้ายៗដែលប៉ះពាល់ទៅដល់សុខភាពកូនៗរបស់យើង ចាលោកគ្រូបានស្ដាប់នៅភាសាលោកគ្រូបកស្រាយមិញហ្នឹងគឺនាងខ្ញុំយល់ស្របខ្លាំងមែនតើអញ្ចឹងនាងខ្ញុំក៏សូមប្រាំផ្ញើដល់ពុកម៉ែបងប្អូនទាំងអស់ចាមុននឹងជ្រើសរើសផលិតផលមួយណាប្រើគឺយើងសូមផលិតឲ្យបានខ្ពស់បំផុតចាហើយក៏សូមអរគុណដល់លោកគ្រូដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការបកស្រាយពីសុខភាពរបស់កុមារក្នុងថ្ងៃនេះចាអញ្ចឹងគឺអរគុណច្រើនមែនតើលោកគ្រូចា ឧបត្ថម្ភដោយក្រុមហ៊ុន Advitana UA Product Co Ltd ទំនាក់ទំនងមកកាន់ Facebook Page @Vitana UA Product Co Ltd និងតំណែងចែកចាយទូទាំង25ខេត្តក្រុងឬតាមលេខទូរស័ព្ទ096 944 36 និង 36នាំចូលប្តេជ្ញាមុខដោយក្រុមហ៊ុន Advitana UA Product Co Ltd ជំរាបសួរពូមីងភាគច្រើនបានស្គាល់ខ្ញុំហើយខ្ញុំបាទឈ្មោះមនីរាល់ថ្ងៃខ្ញុំរវល់ការងារសិល្បៈតែខ្ញុំមិនភ្លេចការសិក្សាទេប៉ាម៉ាក់របស់ខ្ញុំគាត់ព្រួយបារម្ភពីរបបអាហាររបស់ខ្ញុំណាស់ដូច្នេះគាត់បានជ្រើសរើសចំហួយវីតាមីនចម្រុះកុមាររបស់ក្រុមហ៊ុន Catland នាំចូលផ្ដាច់មុខដល់ក្រុមហ៊ុន Advitana ចំហួយវីតាមីនចម្រុះកុមារនេះផ្ដល់វីតាមីននិងសារធាតុរ៉ែសំខាន់ជាង11មុខក្នុងនោះមានរសជាតិផ្លែប៉ោមផ្លែក្រូចនិងផ្លែឈើរីសម្រាប់ខ្ញុំចូលចិត្តរសជាតិផ្លែឈើរីជាងគេពីមុនខ្ញុំជាក្មេងម្នាក់ដែលពិបាកក្នុងការញ៉ាំអាហារបំផុត
ជាពិសេសគឺមុខម្ហូបដែលមានបន្លែគឺខ្ញុំមិនចូលចិត្តឡើយធ្វើឲ្យខ្ញុំពីមុនងាកឈឺធ្វើឲ្យម៉ាក់ខ្ញុំពិបាកប៉ះពាល់ដល់ការសិក្សានិងការងារសិល្បៈផងដែរក្រោយពីម៉ាក់របស់ខ្ញុំគាត់បានទិញចាហួយវីតាមីនចម្រុះកុមាររបស់ក្រុមហ៊ុន Creekland នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana មកសុខភាពរបស់ខ្ញុំប្រែប្រួលមកជាប្រសើរជាងមុនព្រោះចាហួយវីតាមីនចម្រុះកុមារនេះមានអត្ថប្រយោជន៍ជាច្រើនដូចជាជួយដល់ការលូតលាស់របស់ខ្ញុំបានយ៉ាងល្អជួយឲ្យខ្ញុំញ៉ាំបាយបានជួយដល់ភ្នែកជួយដល់ប្រព័ន្ធភាពស៊ាំជួយធ្វើឲ្យឆ្អឹងរឹងមាំបង្កើនការចងចាំនិងជំនួយដល់ខួរក្បាលទំនាក់ទំនងមកកាន់ Facebook Page និងដំណើរចែកចាយទូទាំង25ខេត្តក្រុងឬតាមលេខទូរស័ព្ទឬក៏ Telegram 096 944 36 និង012 225 និង016នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana US Product Co Ltd ấy con mầm non ta nè cái tí ui không kịch một vấn đề này khơi tiết nơi bạn đấy hả ta cái tí chop sân cái tí chop cái tí chop ôi ôi cái lùa này lộc ơi à ná mình phay bầm toàn mình lôi phong mà xua sọc tóc sấy ôi hot à cho mà cha lôi đâyแต่กินมิดcáiซองจะบัดมาเตียไซเนาะเฮ้ยเปรี้ยปลอปเตียนเฮ้ย mày sọc bài vậy tí ซอกตาปู ปูเมานี่คือทาแน่จังซัวเรื่องเรื่องอะไรได้จังซัวเรื่องเนี่ย nhóm mà bên vậy ấy tổng aoปูtrăm mê thì vì nhóm mà bác xe ấy ถ้าไม่จำเมทีวีกรอดบาร์นั่นเนาะเมียนเลยจูลเมทีวีซองเยอะฮะ lôi nâng á lôi bỏปูmen tay cùng tờ bàn nhóm xây thế bực nhóm mình xây nơ pu chạy ở bạt hay เลยนะปุ๊บผู้ใจเอาจังอ่ะ nâng ấy cùng nhóm xây thế mà nơi sao lo แมนเลย cất mớ แมนเลยบนี่ใจออกบัตรแมน nhóm chui sao mấy เอ๊ะการไอ้เนินใดเนาะ นี่แม่นปู นึงตายฉูห้อยดังนี่ตายเนี่ยจังซัวเนี่ยใส่เก้ อ๋อบ้านปูนี่ฮะជាហួយវីតាមីនចម្រុះកុមារបោះក្រុមហ៊ុន Creekland ហើយនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana ហើយផលិតផលហ្នឹងគឺជាផលិតផលរបស់សហរដ្ឋអាមេរិកពូចាហួយវីតាមីនចម្រុះរបស់កុមារផ្ដល់វីតាមីននិងសារធាតុរ៉ែសំខាន់ជាង11មុខដែលមានរសជាតិផ្លែប៉ោមទឹកក្រូច Cherry ជួយគ្រប់គ្រងដល់ការលូតលាស់ផ្នែករាងកាយជំនួយខួរក្បាលឲ្យមានភាពឆ្លាតវៃជំនួយការចងចាំបន្ថែមសមត្ថភាពនិងប្រព័ន្ធភាពស៊ាំរបស់កុមារជួយឲ្យកុមារញ៉ាំបាយបានវីតាមីននិងរ៉ែចម្រុះគ្រប់មុខរបស់ចាហួយជួយបំពេញភាពខ្វះខាតនៅសារធាតុរ៉ែនិងវីតាមីនដែលកូនយើងញ៉ាំមិនគ្រប់គ្រាន់ជំនួយដល់ការលូតលាស់ហើយនិងឆ្អឹងរឹងមាំរបៀបប្រើប្រាស់បានចំពោះកុមារចាប់ពីអាយុ2ឆ្នាំឡើងទៅក្មេងអាយុ2ឆ្នាំញ៉ាំមួយថ្ងៃមួយគ្រាប់ពេលណាក៏បានក្មេង3ឆ្នាំឡើងទៅញ៉ាំមួយថ្ងៃ2គ្រាប់ពេលណាក៏បានក្នុងមួយដបមាន160ចាហួយផលិតផលមកពីសហរដ្ឋអាមេរិកនាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Advitana US Product Import Export Icor ដែលបានឆ្លងកាត់ការអនុញ្ញាតពីក្រសួងសុខាភិបាលបញ្ជីការលេខ CAM NOO 43IH និង23ពីក្រសួងសុខាភិបាលអូអញ្ចឹងទេក្មួយ ហ្នឹងហើយតែពូទៅទិញប្រយ័ត្នប៉ះរបស់ខ្លាញ់ខ្លាយអូយមានរបស់ខ្លាយទៀត មាន ហើយធ្វើម៉េចបានដឹងថាខ្លាយមិនខ្លាយទៅ អូយមានអីពិបាកទេពូនេះពេលពូទៅទិញនេះរបៀបមើលចំណាំផលិតផលដែលសុទ្ធនឹងនាំចូលតាមរយៈក្រុមហ៊ុនយើងខ្ញុំស្របច្បាប់ដែលចេញពីក្រសួងសុខាភិបាលបញ្ជាក់ផលិតផលដែលគ្មានបិទ sticker logo មិនមែនជារបស់ក្រុមហ៊ុន Advitana US Product Co Ltd នោះឡើយអញ្ចឹងយល់ហើយ តែឥឡូវបើថានេះទិញខ្ញុំជូនពូមកកំប៉ុងយកទៅប្រើទៅណាឲ្យពូប្រើហ៎ ឲ្យពូប្រើហ្នឹងហើយអើយ ហេទីនេះតែខ្ញុំវ័យប៉ុណ្ណឹងឲ្យប្រើទៀតឲ្យចៅពូប្រើឲ្យបញ្យល់មួយថ្ងៃអត់បានស្ដាប់អត់បានទេចុះទុកថាហត់ដូចគ្នាថ្ងៃហ្នឹងអរគុណច្រើនហេទីណានេះហេទីចាំ
អត់មានកាត់បំណុលទេណា ពូកាត់អីជូនទុកឲ្យចៅពូប្រាទៅមានទៅឯងពូមានលា អរគុណ បាទពូ ចិត្តល្អអន្តើណោះ ទំនាក់ទំនងមកកាន់ Facebook Page និងដំណើរចែកចាយទូទាំង25ខេត្តក្រុងឬតាមលេខទូរស័ព្ទឬក៏ Telegram 096 944 36 36 និង 012 225 និង 016 នាំជាប់ដេញមុខដោយក្រុមហ៊ុន Advitana US Product Co Ltd